ជាដំបូងគឺខ្ញុំសុំទស្សទាយជូនដល់កូនចៅដែលកើតនៅឆ្នាំជូតបាទកើតនៅឆ្នាំជូតរាសីរបស់អស់លោកអ្នកប្រចាំថ្ងៃអាទិត្យគឺរាសីឆ្នាំជូតឡើងខ្ពស់ត្រដែតពណ៌សំណាងគឺពណ៌ស្លែលេខសំណាងគឺលេខ729បាទ729អញ្ចឹងកូនចៅសិស្សគុណដែលកើតនៅឆ្នាំជូតសូមកូនចៅខមមិនលេខ729ហើយ share នៅវីដេអូលោកគ្រូដាក់លេខ729ហើយពណ៌សំណាងគឺពណ៌ស្លែកូនចៅដែលកើតនៅឆ្នាំជូតគឺលេខសំណាង729បាទពណ៌សំណាងគឺពណ៌ស្លែរាល់កិច្ចការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មលក់ចេញទិញចូលឬក៏កិច្ចការងារផ្សេងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតគឺមានភាពល្អប្រសើរច្រើនអ្នកកើតឆ្នាំជូតស្អែកនេះការងារលក់ចេញទិញចូលលក់ដូរគឺលក់ដាច់រកស៊ីមានបានតិចតិចសុខដុមរមនាធ្វើអីក៏កាក់កបធ្វើអីក៏រីកចម្រើនមានលុយហូរចូលមានមាសប្រាក់ហូរចូលសុខភាពល្អធ្វើដំណើរទៅទីជិតទីឆ្ងាយក៏សមប្រកបណាធ្វើដំណើរទៅទីជិតទីឆ្ងាយក៏សមប្រកបធ្វើអីក៏រលូនធ្វើអីក៏ជោគជ័យអត់មានការងារឬបញ្ហាណាមួយដែលរាំងស្ទះអត់មានបញ្ហាណាមួយដែលធ្វើឲ្យយើងលំបាកដែលធ្វើឲ្យយើងនឹងមិនសូវរីកចម្រើនទេណាលោកអ្នកដែលកើតនៅឆ្នាំជូតគឺរាសីរបស់អស់លោកអ្នកឡើងខ្ពស់តដែតអញ្ចឹងការងារអ្វីគ្រប់យ៉ាងគឺល្អណាអត់មានបញ្ហាអីទេអញ្ចឹងស្អែកបើសិនជាអាចមានអាវពណ៌ស្លែគឺលោកអ្នកអាចពាក់អាវពណ៌ស្លែឬពណ៌បៃតងចាស់ហ្នឹងទៅពាក់ឲ្យមានលៀបមានជ័យពាក់ឲ្យល្អគឺរលូនហើយក៏ជោគជ័យដែរអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំជូតសូម share នៅវីដេអូលោកគ្រូដាក់លេខ729បាទលេខ729ណាលោកអ្នកបានលៀបបានជ័យលោកអ្នកហេងលោកអ្នកចម្រើនជោគជ័យរីកចម្រើនបន្តមកទៀតខ្ញុំសូមទស្សទាយជូនដល់កូនចៅដែលកើតនៅឆ្នាំឆ្លូវបាទឆ្នាំឆ្លូវរាសីរបស់អស់លោកអ្នកប្រចាំនៅថ្ងៃអាទិត្យឆ្នាំឆ្លូវរាសីមធ្យមពណ៌សំណាងពណ៌លឿងលេខសំណាងគឺលេខ829បាទឆ្លូវលេខសំណាង829ណាលេខសំណាង829អញ្ចឹងកូនចៅដែលកើតឆ្នាំឆ្លូវសូមខមមិនលេខ829បាទគឺរាសីរបស់អស់លោកអ្នកមធ្យមកិច្ចការងារលក់ដូររកស៊ីគឺស្អែកនឹងចង់ជំរាបជូនថារៀងដាច់លុយបន្តិចហើយលក់មិនសូវដាច់ទេដាច់លុយឆ្នាំឆ្លូវស្អែកហ្នឹងបាទឆ្នាំឆ្លូវគឺដាច់លុយហើយអញ្ចឹងចាយលុយចាយកាក់ឲ្យចេះគិតឲ្យចេះរិះឲ្យចេះថាំនៅថ្ងៃស្អែកហ្នឹងគឺថ្ងៃស្អែកហ្នឹងបែរថាអ្នកកើតឆ្នាំឆ្លូវគឺត្រូវដាច់លុយត្រូវស្ទះលុយត្រូវអត់លុយណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំឆ្លូវគឺស្ទះលុយហើយដាច់លុយហើយអញ្ចឹងកូនចៅដែលកើតនៅឆ្នាំឆ្លូវហ្នឹងគឺសុំឲ្យមានការរិះថាំបន្តិចទៅបាទបើមិនរិះថាំទេដាច់លុយឯងព្រោះថ្ងៃស្អែកលេខគេថាដាច់លុយអញ្ចឹងកូនចៅដែលកើតនៅឆ្នាំឆ្លូវគឺចាយលុយចាយឲ្យរិះថាំស្អែកហ្នឹងកុំឆុងប្រយ័ត្នអត់លុយស្អែកអត់លុយឯងបាទអញ្ចឹងសុំប្រយ័ត្នប្រយែងនៅរឿងដែលមានលុយឬអត់លុយហ្នឹងត្រូវប្រយ័ត្នណាបាទបន្ទាប់មកទៀតសូមទស្សទាយដល់រាសីដែលកើតនៅឆ្នាំខាលរាសីក៏មធ្យមដែរលេខសំណាង287លេខសំណាង287បាទអញ្ចឹងកូនចៅដែលកើតនៅឆ្នាំខាលសូមកូនចៅខមមិនលេខ287បាទហើយ share វីដេអូលោកគ្រូដាក់លេខ287លេខសំណាង287ពណ៌សំណាង287រាសីមធ្យមពណ៌សំណាងពណ៌កាហ្វេអញ្ចឹងកូនចៅដែលកើតនៅឆ្នាំខាលសូមខមមិនលេខ287ហើយ share វីដេអូលោកគ្រូដាក់លេខ287ណាបាទអញ្ចឹងរាសីលោកអ្នកស្អែកមធ្យមខាលគឺកិច្ចការងាររកស៊ី
កិច្ចការងារអាជីវកម្មផ្សេងឆ្នាំខាលអត់បារម្ភទេគឺលោកអ្នកអាចរកស៊ីអាចធ្វើការអាចធ្វើអីដោយរលូនអាចធ្វើអីដោយធម្មតាអត់មានបញ្ហាអីដែលមករាំងស្ទះអត់មានបញ្ហាអីដែលមកពិបាកមកកើតទុកទេគឺរាសីយើងគឺថារលូនល្អសម្រាប់អ្នកកើតឆ្នាំខាលប៉ុន្តែខ្ញុំសូមជម្រាបជូនដល់កូនចៅថាលោកអ្នកដែលកើតឆ្នាំខាលថ្ងៃស្អែកហ្នឹងបើសិនជាអ្នកចូលចិត្តផ្សងសំណាងបើសិនជាអ្នកចូលចិត្តចាក់ឆ្នោតចាក់កតុយលេខគឺហាមចាក់ដាច់ខាតនៅថ្ងៃស្អែកហ្នឹងណាទោះបីលេខច្បាស់ប៉ុណ្ណាក៏ដោយបាទទោះបីលេខត្រូវប៉ុណ្ណាក៏ដោយប្រកបយ៉ាងណាក៏ដោយស្អែកនេះគឺអ្នកកើតឆ្នាំខាលហាមចាក់កតុយលេខហាមផ្សងសំណាងហាមចាក់ឆ្នោតតែចាក់គឺមេស៊ីខ្ទេចថ្ងៃស្អែកហ្នឹងបាទអញ្ចឹងអ្នកកើតឆ្នាំខាលថ្ងៃស្អែកហាមចាក់ឆ្នោតហាមចាក់កតុយលេខណាអត់ឲ្យចាក់ដាច់ខាតបើចាក់អានឹងចាញ់អស់គូតខោហើយបើមិនជឿទេចាក់បើត្រូវទេខ្ញុំកោសក់ហ៊ានអះអាងអញ្ចឹងហ្មងគឺសូមឲ្យកូនចៅដែលកើតនៅឆ្នាំខាលហ្នឹងបើអ្នកនិយមចាក់កតុយលេខចាក់អីគឺកុំចាក់ឲ្យសោះស្អែកហ្នឹងបាទមួយថ្ងៃហ្នឹងគឺតមទៅកុំចាក់អីណាអត់ល្អទេប៉ុន្តែបើសិនជាចង់ចាក់អាហ្នឹងគឺអស់ហើយអន្តរាយហើយគ្មានអីមកវិញទេបើមិនជឿទេអាហ្នឹងគឺចាញ់បាទមិនជឿចាញ់បើមិនជឿទេចាក់ទៅអត់បង្ខំអត់មកឲ្យយើងហ្នឹងគឺសបាយអអីទេណាបាទគ្រាន់តែខ្ញុំជួយប្រាប់ទេបាទកុំចាក់ឆ្នោតស្អែកហ្នឹងណាចឹងអ្នកណាដែលនៅក្នុង live ហ្នឹងកើតឆ្នាំខាលបើសិនជាលេងឆ្នោតអាហ្នឹងកុំចាក់ហើយអ្នកណាដែលមានម៉ែប្រកែកចាក់ឆ្នោតគាត់កើតឆ្នាំខាលប្រាប់គាត់ថាម៉ាមីកុំចាក់ឆ្នោតបើមានប្រពន្ធប្រកែកចាក់ឆ្នោតប្រាប់ថាអូនណាកុំចាក់ឆ្នោតគ្រូមហាជុំប្រាប់តែចាក់ដឹងខុសហើយអត់ត្រូវទេបើមិនជឿទេចាក់ចាំស្អែកចាំយប់ស្អែកចាំប្រាប់ខ្ញុំថាលោកគ្រូនិយាយត្រូវមែនគ្រូអើយឥឡូវខុសបាត់ប៉ុន្តែខ្ញុំចង់ឲ្យការពារប្រសើរជាងព្យាបាលកុំឲ្យចាញ់ឆ្នោតណាបាទអញ្ចឹងបន្តមកទៀតខ្ញុំសូមទស្សទាយជូនដល់កូនចៅដែលកំពុងតាមដានទស្សនានឹងដល់ឆ្នាំថោះបាទឆ្នាំថោះរាសីមធ្យមពណ៌សំណាងពណ៌ស្វាយលេខសំណាងលេខ339លេខសំណាងលេខ339ពណ៌សំណាងពណ៌ស្វាយអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំថោះសូមឲ្យកូនចៅទាំងអស់ខមមិនលេខ339ខមមិនលេខ339ហើយ share នៅវីដេអូលោកគ្រូដាក់លេខ339ណាខមមិនលេខ339 share វីដេអូលោកគ្រូមហាជុំដាក់លេខ339ណាបាទកិច្ចការងាររស៊ីជោគជ័យរីកចម្រើនបាទសុភមង្គលក្នុងក្រុមគ្រួសារក៏ល្អអត់មានឆ្លោះអត់មានប្រកែកហើយក៏អត់មានកើតទុកមិនសុខចិត្តអីដែរសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះនឹងបាទប៉ុន្តែរឿងដែលត្រូវប្រយ័ត្នរឿងដែលត្រូវឲ្យកូនចៅខ្វល់ខ្វាយគឺឆ្នាំថោះនឹងខ្ញុំសូមឲ្យកូនចៅប្រយ័ត្នឈឺគឺថែរក្សាសុខភាពគឺថែរក្សាសុខភាពឲ្យបានខ្លាំងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះបើមិនថែរក្សាសុខភាពទេអានឹងគឺគ្មានអ្នកណាគេជួយយើងបានទេព្រោះសុខភាពយើងស្អែកនឹងត្រូវឈឺហើយអ្នកខ្លះកើតឆ្នាំថោះសុខភាពគឺចាប់ដើមអន់ថយពីថ្ងៃនឹងទៅហើយណាឈឺពីល្ងាចថ្ងៃ13នឹងហើយបាទអញ្ចឹងប្រយ័ត្នរឿងឈឺស្អែកនឹងណាបាទលោកអ្នកដែលកើតនៅឆ្នាំថោះនឹងប្រយ័ត្នសុខភាពឲ្យមែនតើអញ្ចឹងបញ្ញាប់ខមមិនលេខ339ហើយបួងសួងខ្លួនឯងសូមឲ្យលេខសំណាងនេះជួយយឹតយងឲ្យយើងកុំឈឺហើយថែរក្សាសុខភាពផងកុំឲ្យឈឺកុំឲ្យគ្រុនកុំឲ្យកើតទុកតោមនិញអីទៀតណាអញ្ចឹងជូនពរឲ្យសំណាងល្អជូនពរឲ្យជោគជ័យជូនពរឲ្យរីកចម្រើនណាបាទបន្ទាប់មកទៀតសូមទស្សទាយជូនដល់កូនចៅដែលកើតនៅឆ្នាំរោងបាទ
ឆ្នាំរោងរាសីរបស់អស់លោកអ្នកប្រចាំនៅថ្ងៃអាទិត្យឆ្នាំរោងរាសីរបស់អស់លោកអ្នកគឺឡើងខ្ពស់ត្រដែតបាទឡើងខ្ពស់ត្រដែតឆ្នាំរោងរាសីឡើងខ្ពស់ត្រដែតលេខសំណាងលេខ693ពណ៌សំណាងពណ៌ទឹកមាសអញ្ចឹងកូនចៅដែលកើតនៅឆ្នាំរោងគឺសូមឲ្យលោកអ្នកខមមិននៅលេខសំណាងគឺលេខ693ពណ៌សំណាងគឺពណ៌ទឹកមាសខមមិនលេខ693ហើយ share វីដេអូលោកគ្រូមហាជុំដាក់លេខ693កិច្ចការងារលក់ដូររកស៊ីនៅថ្ងៃស្អែកនេះគឺល្អណាបាទល្អជោគជ័យរីកចម្រើនណាដាក់ចុះដោះឡើងរកស៊ីមានបានតិចតិជុំសុខដុមរមនាជោគជ័យហេងធ្វើអីក៏កាក់កបធ្វើអីក៏សំប្រកបធ្វើអីក៏រលូនដែរអត់មានបញ្ហាអីដែលធ្វើឲ្យយើងពិបាកចិត្តមិនព្រួយពិបាកចិត្តគិតច្រើនទេមិនខ្វល់ទេអញ្ចឹងស្អែកនឹងលោកអ្នកដែលកើតនៅឆ្នាំរោងនឹងគឺល្អអត់អីទេណាបាទមានលៀបមានជ័យសុខសប្បាយសំណាងល្អជោគជ័យធ្វើអីក៏ហេងធ្វើអីក៏រលូនណាអត់មានអីទេអញ្ចឹងស្អែកកូនចៅកើតឆ្នាំរោងរកអាវពណ៌ទឹកមាសពាក់រកអាវពណ៌ទឹកមាសពាក់ណាបាទបានអាវពណ៌មាសពាក់គឺល្អមែនតើឆ្នាំរោងបាទអញ្ចឹងអ្នកកើតឆ្នាំរោងខមមិនលេខសំណាងគឺ693ទៅរាសីយើងឡើងខ្ពស់អត់អីទេបន្ទាប់មកទៀតខ្ញុំសូមទស្សន៍ទាយជូនដល់កូនចៅដែលកើតនៅឆ្នាំម្សាញ់កូនចៅកើតឆ្នាំម្សាញ់រាសីមធ្យមបាទលេខសំណាងគឺលេខ195ពណ៌សំណាងពណ៌ស៊ីជម្ពូបងប្អូនស្គាល់ហើយពណ៌ស៊ីជម្ពូគេតែងតែនិយាយថាបេះដូងស៊ីជម្ពូឬមួយក៏ពណ៌ស៊ីជម្ពូបាទអញ្ចឹងបងប្អូនដែលកំពុងតាមដានទស្សនានឹងរាសីរបស់អស់លោកអ្នកគឺឆ្នាំរោងឆ្នាំម្សាញ់គឺលេខមធ្យមពណ៌សំណាងគឺពណ៌ស៊ីជម្ពូបាទពណ៌ស៊ីជម្ពូណាចឹងកូនចៅដែលកំពុងតាមដានទស្សនាការ live របស់លោកគ្រូហ្នឹងគឺសុំឲ្យ comment លេខសំណាង195ចឹងឆ្នាំម្សាញ់រាសីរបស់អស់លោកអ្នកនៅថ្ងៃស្អែកនេះគឺអត់អីទេបាទការងារលក់ដូរអាជីវកម្មរឿងស្នេហាអីគឺល្អប៉ុន្តែឆ្នាំម្សាញ់គឺហាមមួយរឿងគឺហាមកុំដើរឆ្ងាយស្អែកហ្នឹងបាទបើមានកម្រងដើរទៅទីចិត្តទីឆ្ងាយអីគួរតែផ្អាកសិនកុំដើរល្អជាងណានៅផ្ទះទៅបាទនៅផ្ទះទៅល្អជាងដើរកាលណាដែលដើរអានឹងប្រយ័ត្នមានគ្រោះថ្នាក់ប្រាប់ចឹងហ្មងបាទហើយបើស្អែកត្រូវដើរអានឹងត្រូវប្រយ័ត្នឲ្យមែនតើប៉ុន្តែបើមិនមានគម្រោងទេគួរតែនៅផ្ទះទៅបាទនៅផ្ទះទៅណាកុំដើរឆ្ងាយពេកកុំដើរច្រើនពេកវាមិនល្អទេសម្រាប់កូនចៅដែលកើតនៅឆ្នាំម្សាញ់ស្អែកគឺកុំឲ្យដើរណាបើចង់ដើរអានឹងមិនដឹងធ្វើម៉េចទេប៉ុន្តែប្រយ័ត្នប៉ុន្តែបើមិនចង់ដើរទេអានឹងកុំដើរអីណាវាអត់ល្អទេកុំដើរអីណាបាទកុំដើរអីចឹងស្អែកហ្នឹងខ្ញុំសុំមិនឲ្យកូនចៅដើរទេនៅផ្ទះទៅដេកចុចទូរស័ព្ទដេកលេងបោសផ្ទះសម្អាតផ្ទះព្រោះស្អែកថ្ងៃ holiday ថ្ងៃអាទិត្យគឺគួរតែនៅផ្ទះទៅកុំដើរហិចហើរទៅណាពីព្រោះថាវាអត់ល្អគឺមិនចង់ឲ្យដើរហើយបើមិនជឿទេក៏អញ្ជើញដើរទៅខ្ញុំមិនថាទេប៉ុន្តែលេខគេមិនថាឲ្យគេមិនឲ្យដើរណាចឹងកុំដើរអីណាបាទបន្ទាប់មកទៀតគឺសុំទាយដល់ឆ្នាំមមីលេខសំណាង942រាសីមធ្យមបាទរាសីមធ្យមឆ្នាំមមីលេខសំណាង942បាទ
ចឹងអ្នកកើតឆ្នាំមមីសូម comment លេខ942ហើយ share វីដេអូលោកគ្រូដាក់លេខ942ឆ្នាំមមីពណ៌សំណាងគឺពណ៌ឈាមជ្រូកបាទពណ៌ឈាមជ្រូកគេហៅពណ៌ក្រហមដិតណាបាទពណ៌សំណាងពណ៌ឈាមជ្រូករាសីមធ្យមលោកអ្នកដែលកើតឆ្នាំមមីបាទលោកអ្នកដែលកើតឆ្នាំមមីថ្ងៃស្អែកទប់ចិត្តទប់អារម្មណ៍ទប់ចិត្តទប់អារម្មណ៍ធ្វើចិត្តឲ្យធ្ងន់បាទកុំឲ្យឆ្លោះគ្នាជាមួយប្រពន្ធកុំឲ្យឆ្លោះគ្នាជាមួយប្តីព្រោះស្អែកនឹងគេថាលេខត្រូវឆ្លោះគ្នាដោយសាររឿងអត់ប្រយោជន៍បាទឆ្លោះគ្នាប្តីប្រពន្ធណាស្អែកហ្នឹងមិនមែនឆ្លោះគ្នាជាមួយអ្នកដទៃទៅគឺលេខគេថាឆ្លោះគ្នាជាមួយប្តីប្រពន្ធហ្មងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមមីអញ្ចឹងលោកអ្នកកើតឆ្នាំមមីត្រូវប្រយ័ត្នប្រយែងកុំឲ្យឆ្លោះគ្នាណាបើប្តីថាប្រពន្ធឲ្យអត់បើប្តីសកត់យើងកុំរើបុរាណពេលដែលការគេបដៅគេថាយើងជាប្តីយើងជាប្រពន្ធយើងត្រូវអត់ណាបើប្តីបើប្តីខឹងប្រពន្ធឲ្យអត់បើប្តីសកត់ប្រពន្ធកុំរើណាអាហ្នឹងសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយាអញ្ចឹងបើសិនជាប្តីអាក្រក់ហើយខូចហើយប្រពន្ធជេរបចោលទៀតអានឹងគ្រួសារអត់សុភមង្គលទេត្រូវឆ្លោះគ្នាប៉ុន្តែបើប្តីមិនល្អហើយប្រពន្ធល្អចេះលួងចេះលោមចេះនាងចេះអ្នកចេះថ្នមចេះថ្នាក់អានឹងគឺអត់អីទេគឺស្រឡាញ់គ្រួសារមានសុភមង្គលហើយប៉ុន្តែបើប្តីអាក្រក់ឲ្យប្រពន្ធអាក្រក់ទៀតអានឹងទៅឯណាអញ្ចឹងបុរាណលោកថាសម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយាអញ្ចឹងភរិយានឹងត្រូវចេះរៀបចំក្រុមគ្រួសារឲ្យល្អឲ្យសบายចិត្តឲ្យរីករាយឲ្យរលូនឲ្យជោគជ័យអញ្ចឹងទៅណាបាទអញ្ចឹងបាទកូនចៅសិស្សគុណទាំងអស់ជាទីគោរពនៅក្នុងរាត្រីនេះគឺខ្ញុំសូមលោកគ្រូចង់ឲ្យលោកគ្រូមើលឆ្នាំរោងនិងឆ្នាំថោះមើលហើយមើលដល់ឆ្នាំមមីហើយកូនចឹងកូនកុំអាលទៅណាកូននៅនឹងទៅដល់ពេលឪឡាយចប់កូនមើលឡើងវិញទៅឪអត់លុបឡាយចោលទេហើយបើកូនសនំពោឲ្យឪមើលឡើងវិញឪមិនអាចមើលបានទេណាកូនណាឪសូមអធិស្ឋានកូនដោយស្មោះអស់ពីដួងចិត្តឲ្យលើកដៃសាពះកូនមួយគឺមើលហើយមិនអាចនិយាយបកក្រោយវិញបានទេហើយមើលដល់ឆ្នាំមមីហើយបើកូនឲ្យបកក្រោយទៅមើលឆ្នាំថោះវិញអានឹងកូនមួយទៀតអើយមើលឆ្នាំជូតកូនមួយទៀតឲ្យមើលឆ្នាំឆ្លូវចឹងលោកគ្រូឡាយតតែងាប់ទៅវិញឡាយចប់ផងកូនហើយបើឡាយទៅឆ្លងទៅឆ្លងមកអញ្ចឹងនោះអញ្ចឹងសុំណាកូនណាសាឡាងទៅដល់ពាក់កដាលហើយគេអាចបកមកយកយើងវិញបានទេអញ្ចឹងយើងខកសាឡាងយើងចាំជើងក្រោយណាកូនណាបាទអញ្ចឹងណាឆ្នាំរោងអាយុ36បើទិញផ្ទះទិញឆ្នាំនឹងឲ្យហើយឆ្នាំក្រោយ37លេខគុតទិញមិនបានទេឆ្នាំរោងបើទិញផ្ទះគួរទិញផ្ទះបែរមុខទៅជើងទៅត្បូងល្អណាស់បាទកុំទិញបែរមុខទៅកើតចំទិសឆុងប្រាប់ឲ្យហើយតែឥឡូវនេះយើងដល់ឆ្នាំមមីហើយឥឡូវនេះទាយទៀតបន្តទៀតដល់ឆ្នាំមមែពណ៌ស្លាទុំណាឆ្នាំមមែណាបាទអញ្ចឹងលោកអ្នកដែលកើតឆ្នាំមមែនៅថ្ងៃស្អែកនេះសូមលោកអ្នកបើចង់បានលៀបបានជ័យបានហេងលោកអ្នកខមមិនលេខ612ហើយ share វីដេអូលោកគ្រូមហាជុំដាក់លេខ612បាទកិច្ចការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មផ្សេងរបស់អស់លោកអ្នកដែលកើតឆ្នាំមមែគឺល្អណាស់បាទរីកចម្រើនហើយក៏ជោគជ័យហើយក៏រីករាយអត់មានបញ្ហាណាមួយដែលរាំងស្ទះអត់មានបញ្ហាណាមួយដែលធ្វើឲ្យយើងលំបាកយើងកើតទុក្ខឬមួយយើងយ៉ាងម៉េចទេអ្នកកើតឆ្នាំមមែគឺរលូនគឺជោគជ័យគឺល្អណាចម្រើនរុងរឿងហើយរីកចម្រើនថ្ងៃស្អែកហ្នឹងអត់មានបញ្ហាអីទេចង់លក់ក៏លក់ដាច់ចង់ធ្វើអីក៏បានដែរស្អែកហ្នឹងតែមិនបាច់និយាយឲ្យតារាសីឡើងល្អឲ្យអត់មានឧបសគ្គអីកើតឡើងទេឆ្នាំមមែបាទគឺល្អហើយក៏ជោគជ័យហើយក៏រីកចម្រើនហើយក៏ល្អដែរអញ្ចឹងឆ្នាំមមែស្អែក everything it's okay ណាល្អគ្រប់យ៉ាងណាកូនណាបាទអញ្ចឹងសូមជូនពរឲ្យកូនសុខសប្បាយ
ឲ្យកូនជោគជ័យកូននេះចម្រើនស្អែករកអាវពណ៌ស្លាទុំពាក់បាទស្អែករកពណ៌អាវពណ៌ស្លាទុំពាក់ណាហេងស្អែកបាទបន្ទាប់មកទៀតគឺដល់រាសីឆ្នាំវោករាសីរបស់អស់លោកអ្នកថ្ងៃស្អែកនេះខ្ពស់តដែតដូចគ្នាបាទលេខសំណាងលោកអ្នកដែលកើតឆ្នាំវោក764បាទលេខសំណាង764លេខសំណាង764អ្នកកើតឆ្នាំវោកសូមខមមិនលេខ764 share វីដេអូលោកគ្រូដាក់លេខ764ពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកពណ៌ប្រផេះបាទរាសីខ្ពើដាក់ស្រអួសខ្ពស់អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំវោកគឺរាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតបាទលេខសំណាង764ពណ៌សំណាងពណ៌ប្រផេះឆ្នាំវោករាសីឡើងខ្ពស់ត្រដែតកិច្ចការងាររកស៊ីបាទចម្រើនជោគជ័យរុងរឿងហេងធ្វើអីក៏កាក់កបធ្វើអីក៏ចម្រើនរុងរឿងធ្វើអីក៏ល្អដែរអត់មានបញ្ហាអីដែលរាំងស្ទះអត់មានបញ្ហាអីដែលមិនល្អទេសម្រាប់លោកអ្នកដែលកើតនៅឆ្នាំវោកល្អណាស់ស្អែកអញ្ចឹងបើចង់ល្អឆ្នាំវោកខមមិនលេខ764 share វីដេអូលោកគ្រូដាក់លេខ764ប្រម៉ែធរណីបើដាក់មួយគ្រូបាត់ជាយក៏ដាក់បានដែរអត់អីទេណាបាទអញ្ចឹងសូមជូនពរឲ្យកូនចៅដែលកើតនៅឆ្នាំវោកនឹងចម្រើនជោគជ័យរីកចម្រើនបន្ទាប់មកចូលដល់ឆ្នាំរកាគឺ108លេខសំណាង108ពណ៌សំណាងសម្រាប់កូនចៅដែលកើតនៅឆ្នាំរកាគឺពណ៌ខៀវបាទរាសីស្អែកក៏ខ្ពស់ដែរនេះខ្ពស់ជាប់គ្នាហ្មងណា3ឆ្នាំនឹងរាសីខ្ពស់ជាប់គ្នាហ្មងទាំងមួយម៉ែទាំងវោកទាំងរកាគឺ3ឆ្នាំនឹងរាសីជាប់គ្នាតែម្ដងគឺឡើងខ្ពស់តដែតអញ្ចឹងកូនប្រុសស្រីដែលកើតឆ្នាំវោកសូមខមមិនលេខ108ហើយ share វីដេអូលោកគ្រូដាក់លេខ108ពណ៌សំណាងគឺពណ៌ខៀវណាពណ៌សំណាងគឺពណ៌ខៀវណាកិច្ចការងារលក់ដូររកស៊ីប្រកបរបរអាជីវកម្មអីគឺរលូនអត់មានអីដែលមករាំងស្ទះអត់មានអីដែលពិបាកកើតទុកមិនសុខចិត្តអីទេសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរកាហ្នឹងបាទរកាលេខសំណាង108ណាអញ្ចឹងអ្នកណាកើតឆ្នាំរកាគឺ comment លេខ108ទៅល្អជោគជ័យរីចម្រើនពាក់អាវពណ៌ខៀវណាសាវទីកៅហុលកូននៅអាមេរិកទៅមិនឃើញនឹកកូនដែរនេះឥឡូវចេញមកឯណាកូនណាបាទជូនពរកូនចៅសុខចម្រើនណារលូនជោគជ័យបាទឆ្នាំចចូលដល់ឆ្នាំចលេខសំណាងគឺលេខ281បាទឆ្នាំច281ពណ៌សំណាងសម្រាប់លោកអ្នកឆ្នាំចពណ៌កៅគីឬពណ៌អាចសេះបាទរាសីមធ្យមលោកអ្នកដែលកើតឆ្នាំចរាសីប្រចាំថ្ងៃអាទិត្យរាសីមធ្យមលេខសំណាងគឺលេខ281ពណ៌សំណាងពណ៌កៅគីអញ្ចឹងលោកអ្នកដែលកើតឆ្នាំចសូមខមមិនលេខសំណាងគឺលេខ281ហើយកុំភ្លេច share វីដេអូលោកគ្រូដាក់លេខ281ហើយពណ៌សំណាងគឺពណ៌កៅគីណាបងប្អូនណាពណ៌កៅគីបាទពណ៌កៅគីលេខសំណាង281រាសីមធ្យមបាទថ្ងៃស្អែកនេះឆ្នាំចការងារលក់ដូររកស៊ីល្អជោគជ័យប៉ុន្តែណាអាប៉ុន្តែហ្នឹងគឺត្រូវប្រយ័ត្នឲ្យតែមានប៉ុន្តែគឺប្រយ័ត្នហើយប្រយ័ត្នកុំឈឺឆ្អាលរឿងគេប្រយ័ត្នកុំឈឺឆ្អាលរឿងគេណាស្អែកហ្នឹងកុំយកជាប់ភ្នៅមកត្បៀតឃ្លៀកសូមធ្វើមនុស្សអាក្រក់មួយថ្ងៃទៅបាទសូមធ្វើមនុស្សអាក្រក់មួយថ្ងៃទៅកុំឈឺឆ្អាលរឿងគេ
កុំខ្វល់រឿងគេប្រយ័ត្នមុំទុកដល់ខ្លួនណាអ្នកកើតឆ្នាំចនឹងថ្ងៃស្អែកហ្នឹងគឺត្រូវប្រយ័ត្នរឿងហ្នឹងណាកូនណាបាទប្រយ័ត្នបាទប្រយ័ត្នចឹងត្រូវប្រយ័ត្នណាស្អែកហ្នឹងណាឆ្នាំចហ្នឹងណាបាទប្រយ័ត្នហើយបាទចឹងឆ្នាំចបើនិយាយពីប៉ាវស៊ីងសុំអ្នកកើតឆ្នាំចគេមិនដៃក្តាប់និយាយរៀងនឹកឃើញពីក្មេងខ្ញុំវាមានមិត្តភ័ក្ដិមួយកើតឆ្នាំចខ្ញុំបងវាមួយឆ្នាំវាចខ្ញុំបងវាមួយឆ្នាំពីក្មេងរត់លេងជាមួយគ្នាអីអញ្ចឹងទៅដល់អញ្ចឹងគេបង្អាប់វាគេថាហែងកើតឆ្នាំចពេលប៉ាវហែងកុំក្តាប់ហែងតែក្តាប់អត់បានទេឆ្នាំចគេអត់ឲ្យប៉ាវក្តាប់ទេអញ្ចឹងយើងប៉ាវយើងមានចាក់ក្តាប់លាចាក់ក្តាប់លាអញ្ចឹងមាន3ចាក់ក្តាប់លាប៉ុន្តែវាឆ្នាំចគេហាមចាស់ហាមតាមួយនៅចិត្តផ្ទះខ្ញុំឈ្មោះតាសុកនោះគាត់ថាអ្នកកើតឆ្នាំចកុំពេលប៉ាវកុំក្តាប់ដល់អញ្ចឹងខ្ញុំដឹងល្បិចវាអាឆ្នាំចនោះវាអត់ហ៊ានក្តាប់ទេដល់អញ្ចឹងខ្ញុំប៉ាវឈ្នះវារហូតបាទកាលណាអត់ក្តាប់វាមិនចង្អុលអញ្ចឹងខ្ញុំមិនក្តាប់ដល់ពេលក្តាប់ទៅឈ្នះវារហូតចេះហើយអត់ដឹងខ្យល់អីខ្ញុំចេះឆ្ងល់ហេតុអីបានតាសុកនឹងវាប្រាប់អាមួយឆ្នាំចនឹងថាមិនឲ្យក្តាប់មិនឲ្យប៉ាវក្តាប់ដល់ពេលបានគិតទៅខ្ញុំចង់តែសើចចគេមិនឲ្យក្តាប់អាជាតាគេថាហេតុអីហេតុអីហ៎មិនដឹងដែរចាំមើលទៅមិនដឹងដែរកូនហេតុអីបានចគេមិនក្តាប់អើយបងឯងដឹងរឿងហ្នឹងឯងគិតដល់កាលនោះពីក្មេងតមកអង្គុយគិតឃើញឥឡូវអត់ទៅសន្ហោចមិនទេចង់សើចមកក្រៅឡាយសើចផ្អើលនេះប៉ុន្តែក្នុងឡាយយើងរៀបរឹកធ្វើប្រុសស្អាតតិចទៅយើងកុំចលែមចឡាមគេហៅយើងប្រុសអាក្រក់ណាបាទអញ្ចឹងតាយើងចូលពិសិដ្ឋរិទ្ធាគាត់ថាកំ pl ែងណាស់លោកគ្រូកូនសាពុទីកៅហុលគាត់ថា so funny លោកគ្រូសុំទោសណាស់បាទមិនមែនអាភិហីទេណាខ្ញុំនឹកឃើញរឿងអនុស្សាវរីយ៍បាទគាត់ថាស្វាងងុយដេកបាត់បាទកូនស្វាងងុយដេកតែឥឡូវយើងចូលដល់ឆ្នាំកុលណាចក្តាប់ចាប់ចាបលោកគ្រូអេចឹងហ៎ខ្លាចចាប់ត្រូវផ្សេងលោកគ្រូតែបានហើយកុំនិយាយទៅបវកកូនចៅណាកលាស់មកចឹងទៅអាក្រក់បាត់តែឥឡូវឆ្នាំកុលលេខសំណាង375ពណ៌សំណាងពណ៌បៃតងបាទបៃតងខ្ចីពណ៌ត្រួយជែកណាខ្ញុំគ្រូមហាជុំខ្ញុំនិយាយត្រង់ខ្ញុំចូលចិត្តពណ៌បៃតងបាទខ្ញុំចូលចិត្តពណ៌ខោអាវខ្ញុំគឺពណ៌ស្រស់គឺមានពណ៌បៃតងមានពណ៌ផ្កាឈូកមានពណ៌ក្រហមមានពណ៌ខៀវមានពណ៌ខ្មៅកូនសិស្សគេថាគ្រូមហាជុំពាក់អាវស្រស់ខ្ញុំស្រឡាញ់ស្រស់ហ្មងជីវិតខ្ញុំមិនដឹងមិនស្រឡាញ់តែខោអាវពណ៌ស្រស់អ្នកណាគេថាមិនថាទៅប៉ុន្តែស្រឡាញ់ពណ៌ស្រស់ហ្មងបាទស្រឡាញ់តែពណ៌ស្រស់ទេអត់ស្រស់គឺមិនស្រឡាញ់តើឥឡូវចូលមកទៀតលោកអ្នកដែលកើតឆ្នាំកុលលេខសំណាង375ពណ៌សំណាងពណ៌បៃតងខ្ចីហើយរាសីមធ្យមឆ្នាំកុលស្អែកហ្នឹងគឺរាសីល្អដែរណាមិនល្អខ្លាំងទេគឺល្អដែរបាទប៉ុន្តែលោកអ្នកកើតឆ្នាំចហ្នឹងកុំអាលគិតឥឡូវ comment លេខសំណាងសិនគឺលេខ375បាទអ្នកកើតឆ្នាំចកុំអាលគិតណា comment លេខ375សិនហើយ share វីដេអូលោកគ្រូមួយផងណា share ម្នាក់មួយយកហេងទៅដាក់លេខ375ហើយពណ៌សំណាងស្អែកពាក់អាវបៃតងខ្ចីបៃតងចាស់អត់ឲ្យពាក់បៃតងខ្ចីណាបាទរាសីមធ្យមថ្ងៃស្អែកហ្នឹងឆ្នាំចប្រយ័ត្នកុំគេហៅប្រយ័ត្នគេលួចបន្លំណាឆ្នាំចបើអ្នកលក់ដូរអីប្រយ័ត្នភ្ញៀវមកបន្លំទិញអីវ៉ាន់ហើយគេអត់ឲ្យលុយគេទៅបាត់
ប្រយ័ត្នគេលួចរបស់លួចទ្រព្យអីស្អែកហ្នឹងអ្នកកើតឆ្នាំកុលហ្នឹងណាបាទប្រយ័ត្នគេលួចរបស់ប្រយ័ត្នគេលួចទ្រព្យប្រយ័ត្នគេលួចស្អីហ្នឹងណាបាទចឹងលោកអ្នកកើតឆ្នាំកុលហ្នឹងត្រូវប្រយងប្រយ័ត្នស្អែកអាខ្លាឃ្មុំក្រហមតាក្រហមទិញគោអីហ្នឹងគឺប្រយ័ត្នអង្គុយលក់ដូរអីទៅគេមកបន្លែបន្លំអីទៅសើយណាខាតផលប្រយោជន៍ចឹងកូនត្រូវតែប្រយ័ត្នហើយប្រយ័ត្នឲ្យមែនតែនបាទកុំឲ្យគេលួចបន្លំកុំឲ្យគេធ្វើបាបយើងប្រយ័ត្នរឿងហ្នឹងណាបាទសៃវទីគាត់ថាលោកគ្រូ you must have been Thai please get some rest អូយដឹងចិត្តលោកគ្រូទៀតថៃមែនតើឥឡូវថៃឯនេះកូនឯងគិតមើលមកយប់គេងម៉ោង10ចឹង